ថ្ងៃនេះសូមបញ្ចេញទស្សនៈខ្លះអំពីបញ្ហាប្រទេសកម្ពុជាយើងដោយមានសំណួរពីពុទ្ធបរិស័ទបានសួរទី1អំពីបញ្ហាយុវជននិងយុវនារីខ្មែរដែលបានក្រោកឡើងខុសធម្មតាគឺពីការបោះឆ្នោតចំនួនមុនមិនសូវឃើញក្រោកទេប៉ុន្តែបោះឆ្នោតអាណត្តិទី5ឃើញក្រោកឡើងចាប់អារម្មណ៍ពីបញ្ហាសុខទេសរបស់ខ្លួនហើយជាពិសេសគឺស្ដាប់មើលទៅឃើញបានថ្កោលទោសឬមិនពេញចិត្តនឹងបកប្រជាជនកម្ពុជាហើយយុវជនយុវនារីភាគច្រើនបានបោះឆ្នោតជូនគណៈបកសង្គ្រោះជាតិតាមអាត្មាវិនិច្ឆ័យមើលឃើញមានលក្ខណៈដូចតទៅនេះទី1ប្រជាពលរដ្ឋខ្មែររួមទាំងយុវជននិងយុវនារីខ្មែរមានការព្រួយបារម្ភអំពីទឹកដីរបស់ខ្លួនដែលខាងរាជរដ្ឋាភិបាលនិងវៀតណាមបានបោះបង្គោលព្រំដែនគេសង្ស័យថាបង្គោលព្រំដែននេះត្រឹមត្រូវឬមិនត្រឹមត្រូវនាំឲ្យខ្មែរខាតទឹកដីឬយ៉ាងណានឹងជាការព្រួយបារម្ភរបស់យុវជនយុវនារីយើងទី1ព្រោះមានហេតុផលកាលពីឆ្នាំ2005ហ្នឹងមានធ្វើសន្ធិសញ្ញាបំពេញបន្ថែមរវាងរាជរដ្ឋាភិបាលខ្មែរនិងខាងរដ្ឋាភិបាលនៃសង្គមនិយមវៀតណាមទៅnóiខ្លាចបាត់ទឹកដីអានឹងមួយតែយុវជនយុវនារីខ្មែរយើងព្រួយបារម្ភទី2អំពីអន្តរប្រវេសន៍វៀតណាមចូលមកប្រទេសកម្ពុជាដោយគ្មានការត្រួតពិនិត្យសោះគឺរាជរដ្ឋាភិបាលមិនបានពិនិត្យតើជនជាតិវៀតណាមមកស្របច្បាប់ឬខុសច្បាប់បែបណាក៏អត់បានពិនិត្យទេដូច្នេះយុវជនយុវនារីខ្មែរព្រួយបារម្ភរឿងហ្នឹងគឺថាពេលដែលអន្តរប្រវេសន៍ចូលមកហ្នឹងអាចធ្វើឲ្យខូចប្រយោជន៍ខ្មែរយ៉ាងច្រើនមករស់នៅប្រទេសខ្មែរដែលមិនស្របច្បាប់ហើយយកការងាររបស់ខ្មែរមកធ្វើនៅពេលជាមួយគ្នាដែលខ្មែរកំពុងខ្វះការងារធ្វើផងតើនឹងទី2ហើយបញ្ហាទី3រឿងដីសម្បទានរាប់ម៉ឺនរាប់សែនហិកតាហើយរយៈពេល99ឆ្នាំគេបារម្ភថាដល់យូរទៅវៀតណាមមករស់នៅទីដីនោះបង្កើតកូនបង្កើតចៅទៅមានការបារម្ភទៅថ្ងៃក្រោយក៏ពីព្រោះ99ឆ្នាំ100ឆ្នាំនោះពីដំណរមនុស្សដែរពីដំណរមនុស្សក៏ពុំមានតាមប្រវត្តិសាស្ត្រកាលមុននោះមាននៅដីកម្ពុជាក្រោមហើយដីនៅខាងកូសាំងស៊ីហ្នឹងគឺវៀតណាមសុំមិននៅជាបណ្ដោះអាសន្នសុំហាត់កងទ័ពប៉ុន្តែបំផុតទៅដេញអត់ចេញទៅវិញបងអានឹងយុវជនយើងព្រួយបារម្ភរឿងហ្នឹងរឿងដីសម្បទានរយៈពេលវែងហើយជាច្រើនម៉ឺនច្រើនសែនហិកតាបើជនជាតិបរទេសក្រៅពីវៀតណាមគេមិនសូវព្រួយទេដោយពលបារម្ភគឺជនជាតិវៀតណាមនោះដែលធ្លាប់រំលោភយកទឹកដីរបស់ខ្មែរបងក្រៅពីនោះតាមអាត្មាសង្កេតឃើញយុវជនយើងមានការព្រួយបារម្ភអំពីការរំលោភយកទឹកដីខ្មែររំលោភយកទឹកដីពលរដ្ឋខ្មែរអំពីសំណាក់អ្នកមានអំណាចហើយនឹងអ្នកមានលុយកាក់ដោយគ្មានសំណងត្រឹមត្រូវតាមទីផ្សារក៏តែកន្លែងណាថ្លៃដឹងថាកន្លែងនឹងថ្លៃហើយដេញប្រជាពលរដ្ឋយកលេសបែបណាមួយដើម្បីយកដីទៅលក់ឲ្យពួកក្រុមហ៊ុនដើម្បីបានចំណេញច្រើនបងអានឹងជាការ
ព្រួយបារម្ភមួយទៅហើយមួយទៀតអំពីព្រៃឈើគឺថាកាប់ព្រៃឈើជាសម្បត្តិធម្មជាតិក៏កាប់អស់ច្រើនណាស់មានការព្រួយបារម្ភថ្ងៃក្រោយទៅមិនបានដាំដើមឈើថែមនោះឲ្យមានការប្រែប្រួលធាតុអាកាសខាងបរិស្ថានគឺខាងជុំវិញដីនឹងភ្លៀងមិនប្រក្រតីនឹងជាការព្រួយបារម្ភមួយចំពោះយុវជនយុវនារីខ្មែរបានឃើញពេលអាណត្តិទី5បានក្រោកឡើងយ៉ាងការពារជាតិរបស់ខ្លួនយ៉ាងខ្លាំងក្លាបំផុតហើយមិនមានយុត្តិធម៌ក្នុងសង្គមគឺថាអត់មានកាលណាបើប្រជារាស្ត្រខុសបន្តិចបន្តួចទៅតុលាការហ្នឹងតុលាការកាត់សេចក្តីឲ្យប្រជាពលរដ្ឋចាញ់ឲ្យដាក់ចាប់ប្រជាជនដាក់គុកព្រោះហើយអត់មានគោរពសិទ្ធិមនុស្សទេគឺក៏មានធ្វើបាតកម្មផ្សេងមានចាប់ប្រជារាស្ត្រឡើងតុលាការព្រោះរហូតដាក់គុកព្រោះហើយមានខ្លះកំពុងជាប់គុករហូតដល់សប្តាហ៍នេះដឹងយុវជនយុវនារីយើងដែលរៀនសូត្រចេះដឹងច្រើនទៅមើលឃើញអញ្ចឹងហើយបានមានការព្រួយបារម្ភបានមានការប្រឆាំងនឹងបកប្រជាជនកម្ពុជាហ្នឹងហើយបានទៅបើមានគណៈបកដតីរេរកគណៈបកដតីដើម្បីជួយស្រោចស្រង់ជាតិរបស់ខ្លួនឡើងវិញហ្នឹងក៏ពោលត្រុសជាគោលដែរហេតុអីបានជាអាណត្តិទី5នៃយុវជនក្រោកឡើងហើយហាក់ដូចជាមានការប្រឆាំងនឹងគណៈបកប្រជាជនកម្ពុជាដែលកាន់អំណាចជាច្រើនអាណត្តិមកហើយហ្នឹងហើយជាបែរជាគ្រប់គ្រងគណៈបកដតីទៅវិញតាមអាត្មាសង្កេតឃើញដោយបានពោលមកហើយហ្នឹងរឿងហ្នឹងហើយបានតែយុវជនក្រោកឡើងទៅចង់ផ្លាស់ប្ដូរថ្មីចង់ផ្លាស់ប្ដូរអ្នកកាន់ការថ្មីហ្នឹងបង